ស្អីអ្នកទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំមកប្រាប់អំពីការចូលប្រឡងតេស្តប្រចាំខែមិថុនាសម្រាប់កម្មវិធី PLP អញ្ចឹងយើងចូលជ្រុំមកហើយយើងវាយពាក្យថា PLP អញ្ចឹងដោយសារវាមានស្រាប់យើងចុចលើនឹងមកហើយអ្នកទាំងអស់គ្នានឹងឃើញ logo កម្មវិធី PLP បែបហ្នឹងហើយយើងចុចថ្នាលបឋមហ្នឹងមកចានេះដោយសារខ្ញុំ scan ចូល QR របស់សិស្សហើយនៅលើរបាខាងលើនេះអ្នកទាំងអស់គ្នារកពាក្យថាតេស្តចាចុចលើពាក្យថាតេស្តហ្នឹងមកហើយនេះគឺជាបណ្ដុំតេស្តទាំងអស់មានទាំងពីតេស្តឆ្លងកម្រិតតេស្តតាមមេរៀនតេស្តប្រចាំខែឆៅមាសអីច្រើនមែនតើប៉ុន្តែយើងជ្រើសរើសយកពណ៌ទឹកក្រូចនេះគឺការប្រឡងប្រចាំខែយើងចុចលើនឹងមកបន្ទាប់មកយើងនេះគឺជាមុខវិជ្ជាតែយើងប្រឡងមួយណាមុនមានមុខវិជ្ជាគោលគណិតខ្មែរសិក្សាសង្គមវិទ្យាសាស្ត្រអញ្ចឹងណាឥឡូវយើងដាក់ទាំងអស់អញ្ចឹងមកបន្ទាប់មកកន្លែងថ្នាក់នេះឥឡូវបើសិនជាប្អូនឬក៏សិស្សានុសិស្សយើងថ្នាក់ទី6យើងជ្រើសរើសថ្នាក់ទី6តែបើថ្នាក់ទី1យើងចុចថ្នាក់ទី1វានឹងលោតផ្ទាំងវិញ្ញាសាឲ្យយើងប្រឡងឥឡូវឧទាហរណ៍ថាសិស្សខ្ញុំថ្នាក់ទី6ទៀតដោយសារថ្នាក់ទី4ចុះចាអញ្ចឹងប្រឡងវាលោតមានមុខវិជ្ជាសិក្សាសង្គមភាសាខ្មែរវិទ្យាសាស្ត្រហើយនិងគណិតវិទ្យាអូនចង់ប្រឡងមួយណាមុនក៏បានដែរឥឡូវសាកចុចប្រឡងគណិតវិទ្យាអញ្ចឹងយើងចុចទៅបន្ទាប់មកយើងការប្រឡងខែមិថុនាហ្នឹងគឺទាំងអស់មាន40សំណួរហើយរយៈពេល45នាទីបន្ទុកដែលជាប់គឺចាប់ពី50%ទៅគឺជាប់លើមុខវិជ្ជាគណិតហ្នឹងហើយអញ្ចឹងយើងចុចពាក្យថាចាប់ផ្ដើមចាអញ្ចឹងសំណួរទី1នេះគេឲ្យយើងជ្រើសរើសចម្លើយត្រឹមត្រូវតែមួយគត់អញ្ចឹងយើងធ្វើតាមនឹងមករហូតទាល់តែអស់40សំណួរហ្នឹងទើបយើងទទួលបានបន្ទុកយើងដឹងលទ្ធផលចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ